ឯកឧត្តមសេនីយ៍ត្រីសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសក្រងកំពង់ធំបានដឹកនាំក្រុមការងារចុះផ្ដល់ផ្ទះមួយខ្នងដល់អតីតយុវជនដែលមានជីវភាពក្រីក្រខ្វះទីជម្រកស្នាក់នៅត្រូវបានយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងជាប្រធានសមាគមអតីតយុវជនកម្ពុជាបានផ្ដល់ផ្ទះមួយខ្នងដែលជាផ្ទះលើកទី27តាមរយៈសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ធំលោកម៉ាកំយ៉ុងអាយុ65ឆ្នាំរស់នៅភូមិកាល់មេឃឃុំត្បូងក្រពើស្រុកសន្ទុកខេត្តកំពង់ធំបានទទួលផ្ទះមួយខ្នងដែលសាងសង់ផ្ទាល់ដីរៀបឥដ្ឋខាងក្រោមក្រាលការ៉ូឡាទំហំ5x6 ម៉ែត្រដែលមានការចំណាយថវិកាសាងសង់អស់4,980,000 រៀលកាលពីព្រឹកថ្ងៃទី19ខែកុម្ភៈឆ្នាំ2017តាមរយៈឯកឧត្តមសេនីយ៍ត្រីសំសុនប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ធំព្រមទាំងក្រុមការងារស្រុកក្នុងនោះក្រុមការងារបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនបន្ថែមនៅអង្ករ25គីឡូក្រាមមីយើងមួយកេសទឹកស្អ៊ីវទឹកត្រីចំនួន2យួរត្រីខ1យួរស៊ីម៉ង់ 5B និងថវិកា10,000 រៀលបន្ថែមទៀតឯកឧត្តមសេនីយ៍ត្រីសំសុនបានមានប្រសាសន៍ថាអតីតយុវជនទាំងអស់នៅក្នុងខេត្តកំពង់ធំត្រូវបានដោះស្រាយហើយមួយចំនួនទៀតកំពុងតែដុតដៃដុតជើងមកមានញឹកក្នុងការចោះធ្វើបច្ចុប្បន្នភាពពីអតីតភាពជីវភាពរស់នៅហើយបានរាយការណ៍ជូនឯកឧត្តមគុណគឹមអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជាដើម្បីដោះស្រាយជូនអតីតយុវជនជាបន្តបន្ទាប់និងចាត់ទុកអតីតយុវជនជាវីរៈជនស្នេហាជាតិមានគុណបំណាច់ចំពោះប្រទេសជាតិហើយអាជ្ញាធរទាំងអស់នៅតាមមូលដ្ឋានត្រូវផ្ដល់ការជឿជាក់ទំនុកចិត្តនិងមើលថែដូចបងដូចប្អូនដូចម្ដាយឪពុកដោយមានការផ្សារភ្ជាប់ចំណងមិត្តភាពជាមួយក្រុមគ្រួសារអតីតយុវជនឲ្យទទួលបានភាពកក់ក្ដៅខេត្តកំពង់ធំខ្ញុំប៊ុនរដ្ឋាទូទស្សន៍អប្សរាធ្វើសេចក្តីរាយការណ៍